យុទ្ធក្រមខងមានតាំងពីសម័យកាលកកើតទឹកដីមកម្លេះដែលនៅក្នុងសម័យព្រះបាទស្រីមេរៈលោកបានយកក្បាច់គុណនេះដើម្បីបង្វឹកកងទ័ពដើម្បីប្រយុទ្ធជាមួយនឹងប្រជាមិត្តសត្រូវនិងវាយលុកដើម្បីពង្រីកដែនអាណាចក្រខ្មែរខ្ញុំហាត់ក្បាច់គុណនេះរយៈពេល5ឆ្នាំហើយមូលហេតុចម្បងដែលខ្ញុំជ្រើសរើសហាត់ក្បាច់គុណយុទ្ធក្រមខំនេះពីព្រោះតែខ្ញុំស្រឡាញ់ក្បាច់គុណយុទ្ធក្រមខំនិងចង់អភិរក្សក្បាច់គុណយុទ្ធក្រមខំនេះដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានយល់អំពីក្បាច់គុណបុរាណខ្មែរដែរដូនតាយើងមិនសល់ទុកមកហើយចង់អភិរក្សវាឲ្យបាននៅគង់វង្សជារៀងរហូតខ្ញុំបានហាត់ក្បាច់គុណយុទ្ធក្រមខំនេះរយៈពេល3ឆ្នាំហើយបងហើយមូលហេតុដែលខ្ញុំឆ្លាញ់ក្បាច់គុណយុទ្ធក្រមខំនេះទី1វាជាក្បាច់គុណចំណាស់ដែលភាគច្រើនមិនសូវមានគេស្គាល់ទេបងហើយនៅមួយទៀតគឺដើម្បីសុខភាពអភិរក្សវប្បធម៌និងដើម្បីការពារខ្លួនខ្ញុំស្គាល់ក្បាច់គុណយុទ្ធក្រមខំតាមរយៈ YouTube និង Facebookឆ្លៀតពីការសិក្សាមកហាត់ដើម្បីសុខភាពកាត់បន្ថយ stress ជារៀងខ្លះក្បាច់គុណយុទ្ធក្រមខំតាំងពីខ្ញុំវឹកហាត់មកផ្ដល់ផលប្រយោជន៍ដូចជាទី1សុខភាពខ្ញុំពីមុនខ្ញុំមានគីឡូធាត់ខ្លាំងហើយធ្វើឲ្យខ្ញុំស្រក់បានមកដល់ពេលនេះហើយទី2អាចជួយរកប្រាក់ចំណូលបន្ទាប់បន្សំតាមកម្មវិធីដូចជាសង្ក្រាន្តកម្មវិធីបែបវប្បធម៌នៅតាមសារផ្សេងដែលគេអញ្ជើញយើងទៅអញ្ចឹងណាបងពីដំបូងឡើយក្បាច់គុណយុទ្ធក្រមខំហ្នឹងដាក់ប្រហាត់នៅក្នុងសាលាវិទ្យាល័យជាសិង្ហសាមគ្គីខ្ញុំពេលហ្នឹងខ្ញុំរៀននៅហ្នឹងណាបងដល់ពេលទៅយើងចេញពីរៀនទៅយើងឃើញគេហាត់ហើយក៏សុំលោកគ្រូចូលហាត់ដែរទៅបងកាលហ្នឹងយើងហាត់ចង់ចេះគោលបំណងពេលហ្នឹងចង់ធ្វើជាតារាភាពយន្តបងខាងវាយមានខ្លះបងតួស្តាន់ឲ្យគេវាយដល់ពេលហើយយើងហាត់យូរក៏យើងបន្តការសម្ដែងប្រហាត់ជួយប្រហាត់គ្នាទៅវិញទៅមកយូរយើងចាប់ដើមមានទឹកចិត្តមួយចង់អភិរក្សហ្មងអ្វីដែលបាក់ហាត់ជាងគេគឺមូលដ្ឋានគ្រឹះរបស់ក្បាច់គុណពីព្រោះមុននឹងយើងមកហាត់ក្បាច់គុណនេះគឺម្នាក់អត់មានតន់ចេះអីទេពីព្រោះគាត់មកគឺអ្នកថាដំបងតែម្ដងអញ្ចឹងគាត់មកហាត់ក្បាច់គុណនេះគឺលំបាកពេលយើងហាត់បានមួយថ្ងៃពីរថ្ងៃឬក៏មួយអាទិត្យវាអាចនឹងរាងកាយយើងអត់សូវស៊ាំនឹងក្បាច់គុណអញ្ចឹងវាអាចមានឈឺសាច់ដុំតិចតួចនិងដៃជើងអីចឹងការពេលដែលយើងចូលហាត់ដំបងគឺវាធ្វើឲ្យយើងឈឺខ្លួនហើយអញ្ចឹងយើងគឺសញ្ញាចិត្តនឹងលែងចង់ហាត់ហ្មងអញ្ចឹងយើងត្រូវតែស៊ូទូឈឺក៏មកទាំងឈឺហ៎បងវាឈឺខ្លួនខ្លាំងវាមានភាពលំបាកដូចជាការហែកដៃហែកជើងក៏យើងចូលហាត់ដំបងអីជើងយើងហែកអត់ដាច់ទេវាប្រស័យយើងតឹងហ៎បងហើយដៃជើងយើងក៏វាយមើលមកមិនសមមិនស្អាតដែរដោយសារយើងរៀងឆ្កងជាងគេយើងមើលទៅគេផ្សេងទៅគេហាត់គេវាយបានស្អាតអញ្ចឹងពេលដែលយើងខំអីនៅតែមិនទាន់បានប៉ុន្តែគេយើងមានអារម្មណ៍ថាចង់បោះបង់ចោលម្ដងដែរហើយក៏ធ្លាប់មានរបួសដោយសារការសម្ដែងទៅផងខ្ញុំផ្ទាល់បាទពេលហ្នឹងខ្ញុំសម្ដែងនៅកម្មវិធីនៅវត្តហ្នឹងបងហើយក៏ត្រូវរបួសដោយសារបំពេញចំតបកភ្នែកដេ3ធ្នេដែរសូដែលខ្ញុំពេញចិត្តជាងគេគឺសូនៅម៉ាឡេគឺរួមជាមួយនឹងសិល្បៈបុរាណខាងរបាំអប្សរាបាទយើងបង្ហាញក្បាច់គុណយុទ្ធក្រមខំនៅក្នុងសូដែលមានសង្គ្រាមយើងចេញប្រយុទ្ធបាទកាលពីសម័យដើមមកសម័យអាណាចក្រខ្មែរយើងតាំងពីសម័យកាលពីមុនមកគឺក្បាច់គុណយុទ្ធក្រមខំគឺសម្រាប់តែបង្ហាត់កងទ័ពឬទាហាននោះទេហើយក្បាច់គុណយុទ្ធក្រមខំគឺដើរតួនាទីសំខាន់បំផុតគឺវិស័យកងទ័ពដើម្បីការពារជាតិនិងវាយលុកពង្រីកដែននៃអាណាចក្រខ្មែរនៅក្នុងសម័យបច្ចុប្បន្ននេះគឺយុទ្ធក្រមខំគឺយើងមានការហាត់រៀននៅតាមបណ្ដាអង្គភាពកងវិស័យកងទ័ពមួយចំនួននិងតាមសាលាសាកលវិទ្យាល័យហើយយុទ្ធក្រមខំនេះមកដល់បច្ចុប្បន្នគឺយើងហាត់បែបជាកីឡាគឺដើម្បីអភិរក្សផងក្នុងន័យអភិរក្សវប្បធម៌ខ្មែរផងក៏ក្នុងន័យដើម្បីឲ្យអ្នកដែលគាត់បានហាត់រៀនគឺមានសុខភាពល្អកម្លាំងកាយមាំមួនជាពិសេសគឺនៅក្នុងយុទ្ធក្រមខំមានក្បួនសមាយុទ្ធហ្នឹងគឺការសមាធិដែលបែបបុរាណគឺយើងហាត់ហើយយើងធ្វើឲ្យអារម្មណ៍យើងមានកម្លាំងចិត្តរឹងមាំហើយគឺយើងបាត់ទុក្ខសោកដែលយើងមាននៅក្នុងខ្លួនលក្ខណៈពិសេសរបស់ក្បាច់គុណបុរាណខ្មែរយុទ្ធក្រមខមយើងនេះគឺក្បាច់គុណបុរាណខ្មែរយើងគឺប្រើកណ្ដាប់ដៃកែងជើងនិងជង្គង់ជាអាវុធបាទហើយ
ក្បាច់គុនបុរាណខ្មែរយើងនេះគឺមានលក្ខណៈពិសេសមួយទៀតគឺមុននឹងយើងចេញប្រយុទ្ធគឺយើងមានការថ្វាយបង្គំគ្រូបូជាចំពោះអាទិទេពពីបុរាណមកគឺយើងបូជាចំពោះអាទិទេពមុននឹងចេញប្រយុទ្ធហើយមកដល់សប្តាហ៍ថ្ងៃនេះគឺយើងមានការថ្វាយបង្គំគ្រូតាមលក្ខណៈរបៀបជាសត្វហនុមានរាជសីហ៍គុជសីហ៍នាគអីចឹងទៅមុននឹងយើងចេញសម្ដែងឬក៏ចេញប្រកួតបាទក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខមយើងនេះត្រូវបានកោះរំលើងនិងអភិរក្សសប្តាហ៍ថ្ងៃនេះដោយស្ថាបនិកលោកគ្រូយូជឿននរៈសឹងបាទដែលលោកបានចុះសិក្សាស្រាវជ្រាវពីចាស់ព្រឹទ្ធាចារ្យចាស់តាមបណ្ដាខេត្តដើម្បីយកក្បួននិងច្បាប់ដើមយកមកចងក្រងជាសៀវភៅនិងអភិរក្សផ្សព្វផ្សាយមកដល់សម័យបច្ចុប្បន្នយើងនេះ